អាណាព្យាបាលទាំងអស់ជំរាបជូនថាយើងតែងតែមានគំនិតចង់ឲ្យកូនយើងចង់ឲ្យសិស្សានុសិស្សយើងនឹងពូកែចង់ឲ្យសិស្សានុសិស្សរបស់យើងនឹងពូកែឆ្លាតហើយអាចឈានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិឡើងប៉ុន្តែធ្វើម៉េចដើម្បីឲ្យពូកែបាទវិទ្យាសាស្ត្របានរកឃើញថាប្រសិនបើត្រឹមតែមករៀននៅសាលាបើន័យថាមនុស្សមិនអាចពូកែបានសាលាគ្រាន់តែជាកន្លែងមួយបង្ហាញផ្លូវទេប៉ុន្តែផ្លូវដែលយើងត្រូវដើរឲ្យដល់គឺអីគឺខ្លួនយើងហ្នឹងឯងផ្លូវដែលនាំយើងឲ្យទៅដល់គោលដៅពិតប្រាកដគឺសៀវភៅបើសៀវភៅហើយមានបងប្អូនមួយចំនួនទៀតគាត់យល់ច្រឡំថាចេះគាត់យល់ច្រឡំថាឥឡូវនេះដោយសារបច្ចេកវិទ្យាខ្ពស់យើងអាចស្ដាប់បានយើងអាចមើល YouTube បាននៅអ្នកដែលប្រកែលោកនិយាយខ្ញុំថាការដែលនិយាយតាម YouTube ការដែលស្ដាប់តាមសំឡេងมันអាចដូចសភៅទេសភៅនៅតែជាគ្រូដ៏ល្អឥតខ្ចោះបើសួរខ្ញុំវិញខ្ញុំថាខ្ញុំអាចចេះដឹងបានរាល់ថ្ងៃនេះហើយខ្ញុំអាចចេះច្រើនបានរាល់ថ្ងៃនេះមិនមែនចេះពីសាលាតែមួយមុខទេដែលខ្ញុំចេះពិតប្រាកដចេះត្រឹមត្រូវមែនតើនោះគឺចេះពីការអានសៀវភៅអញ្ចឹងខ្ញុំចង់ជំរាបជូនថាការសិក្សាដូចខ្ញុំបានជំរាបជូនពីខាងដើមពីមុនខ្ញុំនិយាយថាយើងសិក្សាត្រឹមតែបណ្ឌិតចប់ហើយប៉ុន្តែការរៀនសូត្រមានន័យថារៀនមួយជីវិតតែការយកទ្រឹស្ដីទៅអនុវត្តជាក់ស្ដែងជារឿងមួយទៀតហើយការអានជួយឲ្យយើង